Mom, cringe. I'm cringing already. បញ្យលតនីពាក្យអង់គ្លេស cringe ជាភាសាខ្មែរពាក្យមួយនេះមានត្រៃពេជ្ជនាមផងនិងជាគេស័ព្ទផងបើត្រៃពេជ្ជនាមយើងប្រើវាដើម្បីសំដៅលើប្រតិកម្មរបស់យើងដើម្បីបង្ហាញពីអារម្មណ៍បែបអារម្មណ៍អត់ស្រួលអារម្មណ៍បែបខ្មាស់អៀនឬក៏អារម្មណ៍បែបភ័យខ្លាចជាពិសេសនៅពេលយើងប្រឈមទៅនឹងអ្វីមួយដែលមិនទំនងអ្វីមួយដែលមិនគួរសមឬក៏អ្វីមួយដែលនរណាម្នាក់មិនគួរធ្វើនៅក្នុងកន្លែងនេះមានមនុស្សច្រើនឧទាហរណ៍មួយតើតងទៅនឹងអារម្មណ៍បែបមិនទំនងឬក៏អារម្មណ៍បែបខ្មាស់អៀនឧទាហរណ៍បើសិនជាយើងទៅអ៊ីនមកអញ្ចឹងស្រាប់តែមានមនុស្សដើរជុំវិញអញ្ចឹងមែនអត់ស្រាប់សោះមានមនុស្សម្នាក់ចេញមកដើររំតែអីទៅហើយអត់មានអ្នកឈប់មើលឬក៏អត់មានអ្នកគ្រប់ត្រូលតែដៃអីចឹងហើយការរំរបស់គេនឹងមើលទៅមានតំណងអីចឹងទៅយើងមានអារម្មណ៍ខ្មាស់អៀនចឹងនោះមែនអត់ថាបើសិនជាយើងជាគេវិញយើងនឹងមានអារម្មណ៍ថាអានឹង cringe ដែរន័យថាវាអត់គួរតំណងឬក៏អត់គួរខ្មាស់អៀនអញ្ចឹងតែយើងខ្មាស់ជំនួសគេអារម្មណ៍មួយនឹងប្រតិកម្មមួយនឹងគឺជាប្រតិកម្មបែប cringe ឧទាហរណ៍មួយទៀតតទៅនឹងភាពភ័យខ្លាចបើសិនជាយើងទៅមើលកុនទៅហើយកុននឹងមានឃាតកម្មដែលមានការកាប់ចាក់គ្នាស្រស់ជាឈាមស្រស់អញ្ចឹងទៅហើយយើងញញើត like ដល់ថ្នាក់រួយខ្លួនយ៉ាហ៊ានមើលអីអញ្ចឹងដល់ថ្នាក់រួយខ្លួនឯងហ្នឹងគេហៅថាអារម្មណ៍ cringe ហីន័យថាyou cringe in fear ន័យថារួយខ្លួនឬក៏ញញើតដល់ថ្នាក់ដោយសារភាពភ័យខ្លាចអាហ្នឹងជាឧទាហរណ៍មួយទៅនឹងពាក្យ cringe ឧទាហរណ៍មួយជាភាសាអង់គ្លេស I always cringe whenever I watch my old YouTube videos មានន័យថាខ្ញុំតែមានអារម្មណ៍ខ្មាស់អៀនឬក៏មានអារម្មណ៍អត់តំណងមានអារម្មណ៍ដែលជ្រិញខ្លួនឯងនៅពេលដែលខ្ញុំមើលវីដេអូ YouTube ខ្ញុំពីមុនឬត្បូង